style file នៅក្រៅខ្ញុំនេះតើគេធ្វើម៉េចទៅបើចង់ដឹងបើកម្មវិធី Photoshop មកខ្ញុំប្រាប់អូខេឥឡូវយើងចូលមកក្នុងកម្មវិធី Adobe Photoshop របស់យើងហើយអញ្ចឹងដើម្បីដាក់ style file តាមខ្ញុំបានទាំងអស់គ្នាអត់មានអីពិបាកទេត្រូវមាន file ដែលទាំងអស់គ្នាចង់ធ្វើ style ហ្នឹងតមកទៀតទាំងអស់គ្នាឈរលើ file របស់ទាំងអស់គ្នាគ្រាន់តែ mouse ស្ដាំយកពាក្យ blending option តមកទៀតនៅពេលដែលទាំងអស់គ្នាចុចមកដល់នេះហើយគឺអ្វីដែលខ្ញុំគូដាក់នោះគឺខ្ញុំដាក់ stroke ហើយ color គឺពណ៌នេះអញ្ចឹងទាំងអស់គ្នាអាច copy color តាមខ្ញុំក៏បានឬក៏ទាំងអស់គ្នាដាក់ទៅតាម confirm ឬក៏ content ទាំងអស់គ្នាធ្វើអញ្ចឹងក៏បានដែរតមកខ្ញុំចុច OK ហើយកន្លែង file នេះគឺខ្ញុំអាចទាញតូចធំបានឧទាហរណ៍ថាខ្ញុំយក24អញ្ចឹងចុះព្រោះខ្ញុំដាក់ទៅប៉ុណ្ណឹងគឺ form តមកខ្ញុំចុច OK តមកទៀតគឺអត់ទាន់ចប់ទេទាំងអស់គ្នាត្រូវ Ctrl G ដើម្បីគ្រប់នៅ style file ដែលយើងបានធ្វើមិញហ្នឹងតមកទៀតខ្ញុំនឹងដាក់ drop shadow ឲ្យវាអញ្ចឹង drop shadow គឺយើងចូលមកកាន់ blending option ដដែលគឺ mouse ស្ដាំយកពាក្យ blending option អញ្ចឹងយើងត្រូវដាក់ drop shadow ឲ្យវាគឺនៅក្រោមគេផុតនេះអញ្ចឹង color code គឺខ្ញុំដាក់រៀងចាស់ជាង color មុនបន្តិចទៅវាជា drop shadow ហើយកន្លែង global light នេះទាំងអស់គ្នាត្រូវដោះ touch ចេញដើម្បីទាញ drop shadow យើងទៅតាមអ្វីដែលទាំងអស់គ្នាចង់បានឧទាហរណ៍ថាខ្ញុំចង់ដាក់វារៀងមកក្រោមជាទៅហើយនេះជា setting របស់ drop shadow របស់ខ្ញុំទាំងអស់គ្នាអាច copy ក៏បានឬក៏ទាំងអស់គ្នាអាច frame ទាញតាមអ្វីដែលទាំងអស់គ្នាចង់បានចឹងទៅតបមកគឺខ្ញុំចុច OK ចឹងគឺ file យើងគឺបានហើយនៅពេលដែលទាំងអស់គ្នាចង់កែ file នឹងទៅជាអ្វីក៏បានដែរឧទាហរណ៍ថាខ្ញុំចង់កែគឺ style គឺវានៅដែរឧទាហរណ៍ថាដាក់ file ប៉ុណ្ណេះចូលគឺវានៅទៅរក្សា style យើងដដែលអូខេអញ្ចឹងគឺ style file យើងគឺបានចប់ហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះមានប្រយោជន៍ទៅដល់គ្នាយើងដែលទើបតែចាប់ផ្ដើម design ថ្មីហើយកុំភ្លេចជួយ follow page ក៏ដូចជា TikTok របស់ខ្ញុំផងឬក៏ like share comment ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ